រៀនមើលចរិតមនុស្សជុំវិញខ្លួនអ្នកឲ្យហើយថ្ងៃក្រោយមានគ្រោះអាចការពារខ្លួនបានសេវទុកខ្លាចថ្ងៃក្រោយរកមិនឃើញទី1មនុស្សដែលលើកលែងឲ្យអ្នកម្ដងជាពីរដងគឺជាអ្នកមានគុណរបស់អ្នកមនុស្សបែបនេះមិនគួរឲ្យគាត់អស់សង្ឃឹមចំពោះយើងទេទី2មនុស្សដែលចូលចិត្តនិយាយត្រង់មិនសូវខ្វល់អារម្មណ៍អ្នកដទៃមិនមែនមកពីគាត់មិនសូវចេះនិយាយទេគឺមកពីគាត់មិនគោរពអ្នកតែម្ដងទី3មនុស្សកាន់តែពូកែកាន់តែដាក់ខ្លួនមនុស្សដែលនិយាយស្រួលតែមាត់មិនសូវបានសាច់ការប៉ុន្មានទេទី4មនុស្សដែលចូលចិត្តធ្វើឲ្យគេសប្បាយចិត្តជាទូទៅជាមនុស្សឯកាទី5មនុស្សដែលជោគជ័យមានសមត្ថភាពរកលុយខ្លួនឯងមិនសូវជាចុះសម្រុងនឹងគេប៉ុន្មានទេទី9មនុស្សដែលមើលពីក្រៅទៅរឹងមាំខាងក្នុងចិត្តគាត់កាន់តែទន់ជ្រាយគាត់រឹងមាំដោយសារតែគ្មានខ្នងបង្អែកនៅពេលដែលគាត់អាចរកមនុស្សដែលគាត់អាចពឹងពាក់បានហើយគាត់នឹងបង្ហាញភាពទន់ខ្សោយរបស់គាត់ទី7មនុស្សដែលបង្ហាញអារម្មណ៍នៅលើទឹកមុខគ្រប់ពេលជាទូទៅមិនអាចធ្វើកិច្ចការធំបានទេទី8មនុស្សចិត្តធម៌ឧស្សាហ៍ជួយអ្នកដទៃមានឱកាសគួរទៅរាប់អាន